សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Remy សួស្តីអ្នកទាំងអស់គ្នាមិនដែរតលេងទឹកកាន់ម្សៅសប្បាយអត់បើសិនជាសប្បាយពេលមកដល់ផ្ទះវិញមើលរឿងខ្វាក់មានលេងទៅណាស្អែកចាំតលេងតទៀតហើយពីថាមានអ្នកខមមិនសួរថាអត់មានណាមិនបានរឿងខ្លីៗមកអ្នកទាំងអស់គ្នាต้องដែរអត់មានជួយសម្រាយខ្លីៗអត់ជប់ copyright ទេតែចង់ឲ្យមួយទៀតហ្នឹងរឿងគេ1 ម៉ោងកន្លះអត់មានកម្រៃសល់តែ3នាទីដល់គេថាខ្លីអត់មានអត់ខំទេដល់គេនិយាយថាតែសំខាន់ឲ្យដល់គេយកសាច់រឿងរាប់ថាapaទៅសាច់រឿងនោះត្រូវយកយើងចំណាយពេល1នាទីមើលតែម្ដងនេះតែមើលរឿងពេញវិញគឺត្រូវមើលតួនិយាយមកចាក់អញ្ចឹងណាមកដល់ពេលដែលត្រូវដល់វិញត្រូវដល់សាច់រឿងយើងត្រូវមើលហ្នឹងឯងដល់គ្នាអូខេអញ្ចឹងឥឡូវយើង start មួយសាច់រឿងរបស់យើងទៅនេះគឺជារឿងគូទុកខាងសិនដេរ៉េឡាគឺជាមនោសាស្ត្រសិនដេរ៉េឡាបែបពេលរន្ធត់នៅក្នុងហ្គេម Sakura School Simulator ដែលរៀបរៀងលម្អិតតាមប្រឆាំងដើម្បីឲ្យអ្នកទាំងអស់គ្នាជួយចិត្តដល់អារម្មណ៍និងសមស្របតាមនីតិនៃវីដេអូទាំងស្រុងផងដែរពាក្យទី1ជាវត្តរងគេធ្វើបែបនិងសេចក្តីប្រាថ្នាដែលត្រូវបដិសេធរឿងនេះចាប់ផ្ដើមឡើងជាមួយតួអង្គសិនដេរ៉េឡាដែលរស់នៅក្នុងផ្ទះដ៏ធំមួយប៉ុន្តែជីវិតរបស់នាងមិនខុសពីអ្នកបំរើនោះទេម្ដាយចុងរបស់នាងគឺជាមនុស្សស្រីចិត្តដាច់និងក្រីក្រហាមបំផុតនាងត្រូវបានម្ដាយចុងបង្ខំឲ្យធ្វើការងារផ្ទះធ្ងន់ធ្ងរមិនបានសម្រាប់សូម្បីតែបន្តិចក៏ម្ដាយចុងបង្ខំឲ្យនាងទទួលដែរនៅពេលមានឯកសារពីប្រជាជនមកដល់ដើម្បីអញ្ជើញគ្រប់គ្នាទៅចូលរួមពិធីជប់លៀងរួមលេងនិងជ្រើសគូស្ករអត់ដល់អាចារ្យភាពអយុត្តិធម៌ក៏បានកើតឡើងគណៈដែលមកស្រីចុងទាំងពីររបស់នាងគឺAnastasia និង Trisel ដែលកំពុងតែត្រេកអរនឹងទាមទារចង់បានរកសិនឡើយមកជាត្រូវម្ដាយចង់បង្ខំឲ្យទុកនៅក្នុងផ្ទះម្ដាយចង់បាននិយាយយ៉ាងដែលអង្ការថានាងគ្មានសិទ្ធិទាំងអស់ហើយថែមទាំងយកនាងទៅឃុំទុកក្នុងបន្ទប់បង្កឹកដើម្បីកុំឲ្យនាងលួចទៅវិធីជប់លៀងទៀតផងគណៈពេលដែលសិនឡាកំពុងតែយំសោកបបខ្លួននៅក្នុងបន្ទប់បង្កឹកសពតែមានសម្លេងអាកំបាំងមួយបានបន្លឺឡើងនោះគឺជាព្រះនរទេវសាប៉ុន្តែទេវសាម្នាក់នេះមិនមែនជួយក្នុងធ្វើល្អក្នុងរឿងនេះទេឡើយទេវសានេះបានលួចយកបញ្ជាកំហុសនិងសេចក្តីសង្ឃឹមដែលលាក់ទុកនៅក្នុងសិនដេរ៉េឡាជាយកមកឲ្យផ្ទុះឡើងទេវសាបានប្រាប់សិនដេរ៉េឡាថាកុំយំអីកូនសងសឹកទៅហើយអំណាចបណ្ដាសាអាចកំងសិនដេរ៉េឡាត្រូវបានប្រាប់ដល់រូបរាងភ្លាមនាងលែងខ្លាចជាក្មេងស្រីទន់ជ្រៅទៅហើយនាងមានសម្រស់ស្អាតប្លែកប៉ុន្តែមិនក៏ដោយភាពព្រឺព្រួចនិងកំហុសបិសាចនាងបានរៀបចំខ្លួនល្អដើម្បីទទួលទាត់បញ្ជាជាមួយម្ដាយចុងនិងស្រីរបស់នាងនៅក្នុងពិធីជប់លៀងសិនដេរ៉េឡាបានដល់ចូលទៅក្នុងខ្សែពិធីជប់លៀងទាំងទឹកមុខមាំនិងតែភ្នែកដ៏គួរឲ្យខ្លាចនាងបានបង្កការជាបាយយ៉ាងខ្លាំងដល់ម្ដាយចុងនិងបងស្រីទាំងពីរកំពុងតែសប្បាយរំលែងសិនដេរ៉េឡាបានឈាមចូលទៅក្បែរព្រះអង្គម្ចាស់ក្នុងបំណងចង់ឲ្យទ្រង់បបួលនាងរងប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយព្រះអង្គម្ចាស់បានសម្លឹងមើលនាងដោយការភ្នែកខ្ពស់រអើនិងមានអារម្មណ៍ថាសិនដេរ៉េឡាមានរូបរាងគួរឲ្យខ្លាចមិនមែនស្អាតបែបមនុស្សធម្មតាឡើយព្រះម្ចាស់បានបដិសេធនាងចំនិងបានបញ្ជាឲ្យទាហានយាមវាំងដេញនាងចេញពីពិធីការបដិសេធនេះប្រៀបដូចជាការបន្ថែមសាំងលើភ្លើកំហុសរបស់សិនដេរ៉េឡាបានផ្ទុះឡើងដល់កម្រិតកំពូលនាងបានប្រាក់អំណាចកំណត់ធ្វើបាបអ្នកក្នុងពិធីរហូតដល់គ្នាត្រូវរត់ចាញ់ចេញគ្នាដើម្បីយកត្រណមដើម្បីយកជីវិតរៀងខ្លួនម្ដាយចុងនិងបងស្រីទាំងពីររបស់សិនដេរ៉េឡាបានរត់ត្រឡប់មកផ្ទះវិញទាំងភ័យងាប់ដល់ស្លាប់ហើយបានទៅពន្ធនៅក្នុងឃ្លាំងងឹតមួយប៉ុន្តែពួកគេមិនអាចគេចផុតពីកណ្ដាប់ដៃដោយសាររបស់សិនដេរ៉េឡាបានហើយសិនដេរ៉េឡាបានដើរតាមប្រមាណពួកគេតាមសម្រស់គេមិនឮសំឡេងហៅឈ្មោះពួកគេយ៉ាងព្រោះនាងបានរកឃើញម្ដាយចុងនិងបងស្រីម្នាក់គឺ Trisel ក្នុងទឹកឆានដ៏សាហាវសិនដេរ៉េឡាបានធ្វើទរណកម្មនិងសងសឹកទៅលើម្ដាយចុងរបស់ខ្លួនដែលធ្លាប់តែធ្វើបាបនាងពីមុនមកទោះបីជាពួកគេខំអង្វរសុំក្តីមេត្តាក៏ដោយក៏សិនដេរ៉េឡាមិនព្រមជប់ឡើយរឿងរ៉ាវបានបញ្ចប់ទៅទាំងពីរបានកំបាំងនិងភ័យរន្ធត់នៅពេលដែលសិនដេរ៉េឡាទៅដល់រកAnastasiaនិងព្រះអង្គម្ចាស់ដែលកំពុងតែនៅជាមួយគ្នាក្នុងបំណងចង់បញ្ចប់បណ្ដាសាសងសឹកនេះឲ្យអស់ម្នាក់ឥឡូវនេះរឿងនេះក៏បានបញ្ចប់តាមដល់គ្នាចប់ទៅទាំងអាកំបាំងមួយតាមតែយើងមានអារម្មណ៍ថារឿងនេះអាចនឹងពេញចិត្តដល់អ្នកដែលគាត់អាណិតសិនដេរ៉េឡាវិញមិនយ៉ាងណាព្រោះថាសិនដេរ៉េឡាជាក្មេងដែល slow ដូចចឹងទៅដល់ពេលឥឡូវមកឃើញរឿង
សាក៏រំធ្វើឲ្យការចឹងយើងថ្មីដែរលោកចាចឹងខ្លះតែអត់មែនក៏ទៅថារឿងហ្នឹងលក្ខណៈថាវាដូចជាខ្មោចវាដូចជាបែបមុនអាគមអីចឹងណាតែខ្ញុំទៅជាការរន្ធត់អ្នកគ្នាតែអរគុណអ្នកគ្នាសម្រាប់ការទស្សនាតាមប្រហែលចប់សង្ឃឹមថាយើងជួបគ្នានៅវីដេអូក្រោយទៀតបើសិនអ្នកគ្នា Subscribe បាយបាយ